នេះខ្ញុំចង់អាប់ដេតរបៀប deposit thì có đặt lùi cho account anh này ha tamធនាគារ ABA ភាសាការ update ការ up ភាសាក្រុមហ៊ុនបាន update ខ្លះទាក់ទងជាមួយនឹងការ deposit ហើយនឹងបើ account ថ្មីហើយវីដេអូនេះខ្ញុំចង់ធ្វើពីរបៀបយើងដាក់លុយថ្មីសិនសម្រាប់ភាសាវីដេអូចាស់គឺប្រើលេងបានភាសាគេ update ថ្មីរបៀបដាក់លុយតែរបៀបដាក់លុយឥឡូវយើងថាស្រួលជាងមុនដោយសារតម្រូវឲ្យយើងបំពេញតែព័ត៌មានតបខ្លួនរបស់យើងព័ត៌មានឈ្មោះនៅលើ account bank យើងហើយនឹងលេខ bank របស់យើងតែប៉ុណ្ណោះអញ្ចឹងកុំឲ្យថាពេលលេខយើងចូលទៅកន្លែង deposit យើងមកហើយចូលកន្លែង deposit យើងមកតមកបងប្អូនជឿរយក all payment តើយើងយក local bank transfer ណា local bank transfer តែមិនដាក់ចំនួនដែលយើងចង់ deposit ទៅខ្ញុំដាក់$10អូខេ$10អញ្ចឹងទៅបងប្អូនសម្រាប់ account ថ្មីឥឡូវគឺ deposit ចាប់ពី$100ឡើងសម្រាប់ account standard ហើយនិង account send ហើយចំពោះ account pro គឺ deposit ចាប់ពី$1000ឡើងអានោះសម្រាប់ deposit អានោះសម្រាប់ deposit ដំបូងដាក់លុយដំបូងគឺ100តែដាក់បន្ទប់គឺដាក់ពីហើយ$10ក៏បានដែរតែមិនយើង continue ហើយកន្លែងនេះយើងរើស ABA bank យើងរើស ABA bank មកហើយ continue ទៀតខ្ញុំចេះបងកន្លែងហ្នឹងយើងគេបញ្ជាក់ឲ្យយើងម្ដងទៀតថាយើងពិតជាដាក់លុយ$10មែនតែមិនយើង confirm អូខេកន្លែងនេះយើង copy លេខកុងធនាគារខាងក្រុមការងារឯកនេះបងប្អូនណាហ្នឹងហើយយើង copy កុងមកហើយយើងមើលឈ្មោះនេះឈ្មោះគាត់ចេះយើង copy មកយើង copy ដល់កុងមកហើយបន្តមកយើងចូលទៅក្នុង ABA របស់យើងទៅក្នុង ABA របស់យើងអូខេបន្តមកយើងនេះវិញតែយើងអស់ទៅក្រោមយើងនឹងឃើញកន្លែងនេះអានេះកន្លែងសម្រាប់យើង upload screenshot មិញណាបងប្អូនណាហ្នឹងហើយចុចលើវាមកពីយក photo ទៅ upload ចូលហើយកន្លែងនេះ enter bank យើងដាក់ ABA bank ណាបងប្អូនណា ABA bank តមកនេះអូខេទៅយើងដាក់ឈ្មោះបើយើងហើយកន្លែងនេះយើងដាក់លេខកណីរបស់យើងទៅអូខេបន្តពីបងប្អូនយើងគាត់បញ្ចូលឈ្មោះខាងលើឈ្មោះ bank ទី2ឈ្មោះ account ដែលយើងបាញ់ចេញហើយទី3លេខកណីដែលយើងបាញ់ចេញទៅហើយយើងចុច confirm ហ្នឹងបងគឺរៀងរាល់ហើយចឹងងាយស្រួលជាងមុនណាបងប្អូនណាងាយស្រួលជាងមុននៅមុនយើងត្រូវការបញ្ចូលអាលេខ reference គេទៀតហ្នឹងវាយូរឥឡូវយើងដាក់តែប៉ុណ្្នឹងទៅគឺហើយហ្នឹងលុយចូលបងប្អូនណាអរគុណច្រើន